ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងមែនទែនក្រោយអ្នកស្រីត្រីដាណាបង្ហោះសារថាចង់បញ្ចប់ជីវិតខ្លួនឯងហើយយើងពិតជាមិនដឹងមែនទែនថានៅពីក្រោយរឿងបាទនៃការចង់សម្លាប់របស់អ្នកស្រីត្រីដាណានឹងបាទគឺមកពីអ្វីក៏ប៉ុន្តែនៅលើបណ្ដាញសង្គមរបស់អ្នកស្រីត្រីដាណាបានបង្ហោះសារថាហេតុអ្វីជីវិតរបស់ខ្ញុំត្រូវមករងសម្ពាធបែបនេះហេតុអ្វីត្រូវមកជេរខ្ញុំតើវាពាក់ព័ន្ធអ្វីនឹងខ្ញុំដែរតែខ្ញុំត្រូវជួយយ៉ាងម៉េចទៀតតែអ្នកនៅផ្ទះជាមួយគ្នាមែនហេតុអ្វីខ្ញុំត្រូវមករងសម្ពាធគ្រប់យ៉ាងតែខ្ញុំធ្វើបែបមិនទៅបានស័ក្តិសមហេតុអ្វីត្រូវមកជេរខ្ញុំអ្នកស្រីត្រីដាណាបានលើកឡើងច្បាស់ទៀតថាការម្ដាយក្មេងខ្ញុំហូបបាយជាមួយទឹកត្រីក៏មកជេរខ្ញុំកាលពីមុនបងស្រីខ្ញុំបរិហាកែខ្ញុំក៏មកជេរខ្ញុំដល់ពេលបងប្រុសខ្ញុំឡាយជេរខ្ញុំឡាយកំសត់ក៏មកជេរខ្ញុំតែខ្ញុំគួរធ្វើបែបម៉េចអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំស្លាប់មែនទើបអ្នកទាំងអស់គ្នាសប្បាយចិត្តតើការដែលខ្ញុំខិតខំប្រឹងប្រែងគ្មានថ្ងៃសម្រាប់ទាំងថ្ងៃទាំងយប់រហូតមកទល់នឹងពេលនេះតើខ្ញុំមានទ្រព្យសម្បត្តិបន្តិចបន្តួចទុកគ្រាន់បន្តបន្សល់ទុកឲ្យកូនរបស់ខ្ញុំទាំងដែលខ្ញុំខិតខំប្រឹងប្រែងពីបាតដៃទទេមិនហ៊ានសម្រាប់លះបង់គ្រប់យ៉ាងហេតុអ្វីបានជាខ្ញុំត្រូវមករងសម្ពាធបែបនេះទៅវិញខ្ញុំមិនចង់និយាយច្រើនទេហើយក៏មិនចង់រំលឹកបើកកាយពីការជួយរបស់ខ្ញុំដែរប៉ុន្តែខ្ញុំគ្រាន់តែឆ្ងល់ហេតុអ្វីបានជាខ្ញុំត្រូវឲ្យអ្នកទាំងអស់គ្នាជេរលេងទៅវិញរឿងរបស់បុគ្គលហេតុអ្វីបានមកពាក់ព័ន្ធជាមួយខ្ញុំហេតុអ្វីក៏ចូលចិត្តទាញខ្ញុំយកទៅធ្វើជាប្រធានបទម្លេះសូមអរលោកសារព័ត៌មានផ្សេងតើបុគ្គលធ្វើអ្វីសូមចុះផ្សាយទៅគេទៅកុំភ្ជាប់រូបខ្ញុំតទៅទៀតខ្ញុំសូមតែមករស់ទេបើមិនចង់ឃើញខ្ញុំសម្លាប់ខ្លួនសូមអ្នកទាំងអស់គ្នាអាណិតដល់រូបនាងខ្ញុំផងសូមឲ្យខ្ញុំរស់នៅលើផែនដីនេះបានដែរឬទេខ្ញុំសូមអង្វរតែខ្ញុំខុសមែនដែលខិតខំប្រឹងប្រែងរកស៊ីដ៏មានបានរាល់ថ្ងៃនេះខ្ញុំខុសមែនទេជួយប្រាប់ខ្ញុំផងចំពោះបញ្ហាក្រោយពីមានការបង្ហោះសារបែបនេះអ្នកស្រីត្រីដាណាក៏បានបង្ហោះជាវីដេអូមួយដែរដែលនិយាយរៀបរាប់ពាក់ព័ន្ធទៅនឹងប្អូនប្រុសរបស់ខ្លួនក្រោយជួបបញ្ហាការពីពេលថ្មីកន្លងទៅដែលត្រូវបានបាទអ្នកចិត្តខាងប្រើប្រាស់បាទទៅយកទឹកនិងបំពង់អុកស៊ីហ្សែនបាទយកទៅបាញ់ផ្លុំប្អូនស្រីរបស់អ្នកស្រីត្រីដាណាឃើញថាបងប្អូនយកមកចំនួនបែរជាមិនខឹងខាងនោះទេបែរជាមកខឹងអ្នកស្រីត្រីដាណាបាទដល់អ្នកខ្លះលើកឡើងថាហេតុអ្វីបងស្រីសថៃនេះប្អូនប្រុសវេទនាខ្លាំងម្ល៉េះហើយអ្នកខ្លះទៀតក៏បានលើកឡើងជាសំណួរយ៉ាងចាក់ដោជាច្រើនទៀតក៏ប៉ុន្តែហេតុអ្វីបាទបែរជាទៅបន្ទោសតែអ្នកស្រីត្រីដាណាមកយកពេលក្រោយនេះក្រោយអ្នកស្រីត្រីដាណាយកស្វាមីក្រោយបោះបង់ពូម៉ៅបាទហើយចាប់យកសេមង្គលមហាជនគ្រប់ត្រក៏ប៉ុន្តែនៅពេលដល់ថ្ងៃមង្គលបែរជាបង្ហាញមុខបាទបរិរតីបែរជាមហាជនមួយចំនួននាំគ្នាវាយប្រហារខ្លាំងមែនទែនទៅកាន់អ្នកស្រីត្រីដាណា